លេខនៅក្នុង app dating ណាបើសិនជាយើងអត់ឲ្យ Telegram ឬក៏ WhatsApp ឬក៏បណ្ដាញទំនាក់ទំនងណាមួយក្រៅអាកម្មវិធី app ហ្នឹងទេជាធម្មតាយើងពិបាកទំនាក់ទំនងណាអញ្ចឹងជាធម្មតា Telegram ឬ WhatsApp ជាធម្មតាយើងត្រូវតែមានដើម្បីពេលដែលយើងឆាតទៅយើងគិតថាយើងពេញចិត្តយើងបន្តទំនាក់ទំនងនៅក្នុងកម្មវិធីផ្សេងមួយទៀតប៉ុន្តែសួរថាបើសិនជាយើងឲ្យ Telegram ទៅគេអាចនឹង hack អញ្ចឹងណោះបងទទួលស្គាល់តាមពិតរាល់ថ្ងៃនេះវិទ្យាទំនើបករណី hack Telegram email ឬក៏ Messenger Facebook យើងគឺអ្នកដែលគេខ្លាំងគឺ point មែនតើដែលគេ hack ទេណាប៉ុន្តែបើសិនជាយើងអត់ឲ្យគេទំនាក់ទំនងក៏អត់ទៅមុខដែរអញ្ចឹងអានេះជាកំណត់បងឯងបងក៏ធ្វើបែបនោះដូចគ្នាយើងទិញលេខទូរស័ព្ទមួយផ្សេងលេខទូរស័ព្ទនោះជាលេខទូរស័ព្ទដែលយើងអត់ប្រើភ្ជាប់ជាមួយនឹងកងធនាគារ email ឬក៏ Facebook ដែលជាលក្ខណៈពិសេសយើងទិញលេខផ្សេងមកហើយលេខហ្នឹងគឺយើងយកទៅបង្កើត Telegram ឬក៏ WhatsApp អញ្ចឹងនៅពេលដែលយើងគិតថាអូយើងពេញចិត្តបរិះណាម្នាក់នៅក្នុងកម្មវិធី app dating អូខ្ញុំគិតថាខ្ញុំពេញចិត្តម្នាក់ហ្នឹងហើយអញ្ចឹងខ្ញុំឲ្យ Telegram ឬក៏ WhatsApp ទៅគាត់ដើម្បីស្រួលតាក់ទងនៅខាងក្រៅនិយាយគ្នាមើលមុខអីវាស្រួលជាងនៅក្នុងកម្មវិធី app អញ្ចឹងយើងធ្វើបែបហ្នឹងកុំឲ្យ Telegram ឬ WhatsApp ឬក៏ជារបៀបណាមួយដែលថាអាលេខឬក៏អត្តសញ្ញាណណាមួយដែលងាយស្រួលក្នុងការ hack ពីព្រោះអ្នកខ្លះគឺគាត់ប្រើលេខទូរស័ព្ទ Telegram ហ្នឹងក៏ជាលេខទូរស័ព្ទដែលគាត់ដាក់ទៅកងធនាគាររបស់គាត់ឬក៏លេខទូរស័ព្ទហ្នឹង verify email របស់គាត់ Facebook របស់គាត់ជាលក្ខណៈផ្លូវការឬក៏ជារបៀបឯកជនភាពរបស់គាត់ណាយើងអត់គួរឲ្យគេទេប៉ុន្តែយើងគួរតែទិញលេខដល់លេខណាមួយដែលយើងគិតថាវាអត់ពាក់ព័ន្ធណាលេខថ្មីហើយបើសិនជានៅពេលណាដែលយើងឈប់មានទំនាក់ទំនងអីហ្នឹងលេខទូរស័ព្ទហ្នឹងយើងកាត់ចោលទៅងាយឆាប់ចប់ពីព្រោះរាល់ថ្ងៃនេះអ្នកពីមុនថាយើងមិនសូវមានពួក scam តែនិយាយទៅប្រហែលឆ្នាំចុងក្រោយនេះscam មានច្រើនមែនតើនិយាយហ្នឹងមិនតែនៅខ្មែរទេតាមពិតនៅបរទេសក៏មាន scam ច្រើនដែរតែគាត់ថាជាធម្មតាពេលដែលយើងឆោតយើងល្ងងគឺងាយនឹងត្រូវគេបានបោកប្រាស់ខ្លាំងហ្នឹងអញ្ចឹងហើយអានេះជាកំណត់របស់ខ្ញុំទេគ្រាន់តែការគិតមួយជ្រុងតូចបើសិនជាយើងចង់ឲ្យលេខទូរស័ព្ទឬក៏ជា Telegram ឬក៏ជា WhatsApp ទៅបរិះដែលយើងស្គាល់តាមរយៈអនឡាញគួរតែទិញលេខថ្មីហើយយើងយកលេខថ្មីហ្នឹងទៅបង្កើត Telegram ឬ WhatsApp ហ្នឹងហើយឲ្យអាហ្នឹងទៅគេទៅព្រោះអញ្ចឹងពេលគេ hack ឬមិន hack វាអត់មានប៉ះពាល់អីទៅយើងច្រើនចុះអ្នកផ្សេងទៀតយកយ៉ាងណាអាច comment បានអរគុណ